កាលពីព្រេងនាយមានកុមារីម្នាក់អាយុ14ឆ្នាំត្រូវម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនោះរៀបចំរួចស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅកុមារីនោះទៅជីកដំឡូងនៅជើងដំបូកនោះរបូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងនោះមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកណាជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកស្រែកតែប៉ុណ្ណោះមានខ្លាចាស់មួយដំបៅក្បាលរួយរោមបែងដង្កូវចុះកក្រិចចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថានាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតាហើយតាមិនចាំបាច់យកគុណពីចៅទេនាងឮដូច្នោះក៏និយាយថាអូលោកតាអើយអោយតែលោកតាជួយយកឲ្យបានចុះខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះហើយឲ្យនាងនោះរកចៃឲ្យនាងនោះយកបន្លាមកឆ្កេះដង្កូវនៅដំបៅក្បាលខ្លានោះចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងនោះឆ្លើយទៅវិញថាក្រអូបណាស់លោកតានាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសប្រាក់ពេញជាលនោះលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនក្រមុំស្រីនោះបញ្ចោលកូនក្រមុំថាហងឯងមើលកូនគេទៅជីកដំឡូងបានមាសប្រាក់យកមកចែកបងប្អូនគេហងឯងទៅជីកដំឡូងបានតែដំឡូងគ្មានបានខ្មោចអ្វីទេថ្ងៃក្រោយស្រីនោះឲ្យកូនទៅជីកដំឡូងដូចនាងនោះទៀតលុះទៅបានជួបប្រទះនឹងខ្លាមុនទៀតក៏ធ្វើជាជ្រុះចងដូចនាងមុនហើយថាលោកណាយកចបឲ្យខ្ញុំនឹងសងគុណលោកខ្លានោះឮហើយក៏មកយកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាឮដូច្នោះនាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យនាងយកជាលឲ្យខ្លាដាក់សុទ្ធតែពុះវេកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសម្បើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអូនណាឲ្យបងប្អូនមកជុំបិទទ្វារបើកចោលមើលពុះវេកចេញមកចិត្តមនុស្សទាំងនោះស្លាប់អស់ទៅ